ជោគជ័យវាមិនមែនធ្លាក់មកពីលើមេឃទេបាទមនុស្សជាច្រើនគិតថាជោគជ័យមកអំពីព្រះមិនខុសទេក្នុងន័យជារួមតែការពិតជោគជ័យគឺមកអំពីខ្លួនយើងគឺនៅពេលដែលប្រជានុរាស្ត្ររបស់ព្រះបានរៀបចំខ្លួនបានប្រព្រឹត្តតាមព្រះបន្ទូលណែនាំនឹងការដាស់តឿននៃព្រះវិញ្ញាណនឹងការដាស់តឿននៃព្រះវិញ្ញាណហេតុអីពីព្រោះក្នុងនាមយើងជាកូនរបស់ព្រះជាម្ចាស់ព្រះចង់ឲ្យតែយើងជោគជ័យទេហើយជោគជ័យក៏នៅជាមួយយើងផងដែរបាទអញ្ចឹងហើយបានជាព្រះណែនាំយើងបាទជំហានទី1ជំហានទី2តាមរយៈព្រះបន្ទូលរបស់ផងព្រះអង្គពីព្រោះតែព្រះអង្គចង់ឲ្យយើងជោគជ័យបាទហើយនៅពេលដែលយើងប្រព្រឹត្តតាមព្រះបន្ទូលព្រះអង្គហ្នឹងជោគជ័យគឺជារបស់យើងបាទដូច្នេះសួរថាជោគជ័យមកពីព្រះពិតប្រាកដមកពីព្រះពីព្រោះហេតុអីពីព្រោះព្រះបន្ទូលណែនាំមកពីព្រះបំណងព្រះハរតីមកពីព្រះបាទ desire របស់ផងព្រះអង្គចង់ឲ្យយើងជោគជ័យក៏ប៉ុន្តែជោគជ័យក៏មកពីខ្លួនយើងដែរគឺនៅពេលដែលយើងជាកូនរបស់ព្រះជាម្ចាស់បង្កើតទម្លាប់គោរពប្រតិបត្តិប្រចាំថ្ងៃហើយប្រព្រឹត្តតាមព្រះបន្ទូលរបស់ផងព្រះអង្គបាទជោគជ័យនឹងព្រះឲ្យមកយើងរួចទៅហើយឲ្យតែយើងគ្រាន់តែធ្វើឲ្យប្រព្រឹត្តតាមព្រះបន្ទូលព្រះអង្គការនោះវានឹងកើតឡើងហើយអាមែននេះគឺជាអ្វីដែលខ្ញុំចង់ជម្រាបជូនចឹងហើយបាទខ្ញុំថាជោគជ័យអត់ធ្លាក់មកពីលើមេឃទេហើយជោគជ័យវាក៏មិនមែនមកម្ដងបាទមូលប្រពន្ធភ្នំដែរអត់ទេជោគជ័យនៅចុងឆ្នាំវាបានពីការសន្សំតាំងពីដើមឆ្នាំមកជោគជ័យនៅក្នុងមួយខែនៅចុងខែវាបានពីជោគជ័យដែលយើងសន្សំពីដើមខែជោគជ័យនៅក្នុងអនាគតរបស់ផងយើងវាបានមកពីជោគជ័យនៅក្នុងថ្ងៃនេះបើបងប្អូនចង់បានជោគជ័យល្អដែលមាន motivate តែត្រូវចងចាំបើអ្នកពិតប្រាកដជាចង់បានជោគជ័យបាទអ្នកត្រូវមានជ័យជំនះក្នុងថ្ងៃនីមួយបាទពីព្រោះជោគជ័យនៅពេលអនាគតវាគឺជាការប្រមូលផ្ដុំនៃជោគជ័យដែលយើងបានពី1វិនាទីទៅ1វិនាទីបានពី1ថ្ងៃទៅ1ថ្ងៃថ្ងៃនេះជោគជ័យថ្ងៃស្អែកជោគជ័យខានស្អែកជោគជ័យខានស្អែកមួយជោគជ័យនាំឲ្យខែនេះជោគជ័យខែទី1ជោគជ័យខែទី2ជោគជ័យនាំឲ្យឆ្នាំនេះជោគជ័យឆ្នាំទី1ជោគជ័យឆ្នាំទី2ជោគជ័យនាំឲ្យអនាគតជោគជ័យអាមែនបាទអញ្ចឹងហើយបានជាបើយើងចង់បានជោគជ័យពិតប្រាកដអ្វីដែលយើងត្រូវប្រឈមមុខដ៏ធំបំផុតគឺយើងត្រូវតែជោគជ័យនៅក្នុងថ្ងៃនេះដើម្បីឲ្យយើងជោគជ័យនៅក្នុងថ្ងៃនេះយើងត្រូវតែជាមនុស្សមួយដែល well trained យើងមានការហ្វឹកហ្វឺនយ៉ាងល្អមានវិន័យយ៉ាងល្អបាទមានការទទួលខុសត្រូវយ៉ាងល្អមានការស្វាធ្យាយបាទឧស្សាហ៍តស៊ូពុះពៀយកគ្រប់ទាំងឧបសគ្គអាមែនបាទដើម្បីឲ្យគ្រប់ទាំងការទទួលខុសត្រូវរបស់ផងយើងថ្ងៃនេះបានលទ្ធផលយ៉ាងក៏ប្រសើរអញ្ចឹងបើលោកអ្នកបងប្អូនធ្វើថ្ងៃហ្នឹងបើលោកអ្នកបងប្អូនទន្ទឹងជោគជ័យ10ឆ្នាំទៅមុខទៀតដែលអត់ធ្វើអ្វីសោះវាគ្មានអ្វីកើតឡើងទេបាទពីព្រោះហេតុអីពីព្រោះជោគជ័យវាមិនមែនចេះជប់ទេជោគជ័យវាមកពីការទទួលខុសត្រូវប្រចាំថ្ងៃបើយើងគ្រាន់តែទទួលខុសត្រូវក្នុងថ្ងៃនីមួយបាទហើយជោគជ័យក្នុងនាមយើងជាគ្រីស្ទបរិស័ទឥតមានមកពីណាក្រៅពីព្រះទេបាទយើងទន្ទឹងចង់បានជោគជ័យបាទយើងអត់មានទម្លាប់បាទក្នុងការរកព្រះថ្វាយបង្គំព្រះបាទប្រព្រឹត្តតាមព្រះបន្ទូលព្រះអង្គចុះចូលគោរពស្ដាប់បង្គាប់ព្រះជាម្ចាស់អ្នកបានជោគជ័យមកពីណា
បាទខាងសាច់ឈាមអ្នកប្រាថ្នាចង់ឲ្យមានសុខភាពល្អក៏ប៉ុន្តែជាមួយគ្នាអ្នកបដិសេធអាហារអ្នកបដិសេធ nutrition តើអ្នកបានសុខភាពល្អពីណាមកសុខភាពវាអត់មកពីដោយសារជប់ទេខាងព្រលឹងវិញ្ញាណដូចគ្នាអ្នកប្រាថ្នាចង់រស់ក្នុងជីវិតខាងព្រលឹងវិញ្ញាណបានល្អតែបើអ្នកអត់មានទំនាក់ទំនងជាមួយព្រះអត់មានការប្រកបជាមួយព្រះអត់មានការថ្វាយបង្គំព្រះផងតើទំនាក់ទំនងនោះបាទខាងវិញ្ញាណបានមកពីណាវាមិនគ្រប់គ្រាន់ទេកាលដែលយើងគ្រាន់ទៅវិហារថ្ងៃអាទិត្យហើយមកវិញទៅទេបានយល់អីសោះនោះព្រះចង់ឲ្យយើងមានទំនាក់ទំនងជាមួយនឹងព្រះជាអម្ចាស់ consistency ជាប់ជាប្រចាំដូចដង្ហើមដែលយើងដកប្រចាំរូបកាយចឹង